ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនទាំងអស់គ្នាអំពីវិធីក្នុងការបង្កើតគ្រាប់សាឡាត់ស្រួយជាដំបូងខ្ញុំទិញគ្រាប់សាឡាត់ស្រួយពីផ្សារមកសិនតម្លៃវា4000រៀលក្នុងមួយកញ្ចប់ក្នុងនោះមានគ្រាប់សាឡាត់ប្រហែលជា30ទៅ40គ្រាប់បងប្អូនចារៀងថ្លៃបន្តិចដោយសារវាជាប្រភេទគ្រាប់ពូជសាឡាត់ស្រួយចាគ្រាប់ពូជសាឡាត់ស្រួយពូជសាឡាត់ដែលដាំចេញមកគឺវាមានរសជាតិស្រួយឆ្ងាញ់វាអត់មានជាតិល្វីងទេយើងអាចយកទៅធ្វើម្ហូបបានច្រើនមុខឬក៏ធ្វើមុខម្ហូបចានស្លាប់បានបន្ទាប់មកយើងយកគ្រាប់សាឡាត់ទៅដាំដុះនៅលើដីដែលមានជីជាតិក៏បានឬក៏យើងដាំបែប hydroponic ក៏បានមើលថែដាំសាឡាត់រហូតដល់ចេញផ្កាស្លឹកសាឡាត់ខាងក្រោមប្រហែលជា7 8ស្លឹកហ្នឹងយើងអាចកាត់ធ្វើម្ហូបបងប្អូនហើយយើងទុកតែស្លឹកខាងលើប្រហែលជា6 7ស្លឹកដែរខាងលើហ្នឹងគឺទុកឲ្យស្លឹកស្លាត់ហ្នឹងស្រូបពន្លឺថ្ងៃចិញ្ចឹមដើមស្លាត់និងចេញផ្កាល្អបងប្អូនដើមស្លាត់មួយគុំមានផ្កាច្រើនហើយនៅក្នុងផ្កាមានគ្រាប់ស្លាត់ច្រើនណាបងប្អូនយើងត្រូវទុកផ្កាស្លាត់រហូតដល់ទុំបន្ទាប់មកយើងបេះយកគ្រាប់ស្លាត់ទុកទុកដាក់គ្រាប់សាឡាត់នៅក្នុងថង់បិទជិតឬក៏កំប៉ុងបិទជិតទុកដាំនៅពេលក្រោយនេះជាគ្រាប់សាឡាត់ស្រួយដែលខ្ញុំបានបង្កើតគ្រាប់វាដុះល្អគុំសាឡាត់ស្រួយដុះចេញមកធំៗមកបងប្អូនពេលនេះវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់ហើយសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូនេះជាមួយខ្ញុំរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយសូមជម្រាបលា